សូមស្វាគមន៍មកកាន់វ៉ាន់ Tarot Reading ពេលនេះយើងមកស្ដាប់ការអានវាជាលក្ខណៈទូទៅទាំងអស់គ្នាចង់ដឹងថាតើពីនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការអានវារបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះខ្ញុំសូមបញ្ជាក់ផងដែរថាវ៉ាន់ Tarot Reading មិនមានទទួលមកបែបតខ្លួនឡើយប្រសិនបើមាននរណាម្នាក់តាក់ទងទៅអ្នកទាំងអស់គ្នាថាជាវ៉ាន់ Tarot Reading នោះគឺមិនមែនជាខ្ញុំសោះឡើយម្យ៉ាងការទូទីប៊ីគឺជាលក្ខណៈទូទៅមនុស្សជាច្រើនដែលទស្សនាការទូទីប៊ីអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមមើលរំលងអ្នកទាំងអស់គ្នាក៏អាចចូលទៅទស្សនាការទូទីប៊ីជាច្រើនរបស់ខ្ញុំដែលគ្រាន់តែចូលទៅកាន់រូបភាពរបស់នាងខ្ញុំនៅលើ Channel YouTube នេះឬក៏ចូលទៅកាន់ link ដែលខ្ញុំបានដាក់នៅខាងក្រោម comment ខាងក្រោមវីដេអូនេះផងដែរនោះអ្នកទាំងអស់គ្នានឹងចូលទៅកាន់ Channel ធំរបស់ខ្ញុំតែម្ដងនៅទីនោះមានការទូទីប៊ីក្រោមប្រធានបទខុសៗគ្នាសម្រាប់អ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះហើយបន្តទៀតសូមអរគុណខ្ញុំក៏សូមបញ្ជាក់ផងដែរថាដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់បទពិសោធន៍នៅការដែលចោលវាលួច channel របស់ខ្ញុំដូច្នេះហើយគឺខ្ញុំបានបង្កើត channel YouTube ច្រើនមែនតើតែម្ដងខ្ញុំអត់ប្រកាសថាចោលហ្នឹងវាតាមឈ្នានីសខ្ញុំដល់កម្រិតណាឆ្នាំណាទេប៉ុន្តែបើសិនជាចោលមែនណាគឺសូមរលាយបាត់ចេញពីជីវិតរបស់ខ្ញុំតែម្ដងទៅណាហើយបើសិនជាអ្នកគ្រប់គ្រងរបស់ខ្ញុំគឺសូមអ្នកចូលទៅកាន់ Telegram ដែលខ្ញុំបានដាក់ឲ្យអ្នក scan នៅលើវីដេអូនេះក៏ដូចជាចូលទៅកាន់ link ដែលខ្ញុំបានដាក់នៅខាងក្រោម comment នេះផងដែរដើម្បីទៅជួយ subscribe គ្រប់ channel របស់ខ្ញុំកុំឲ្យថាពេលបាត់មួយហើយនៅមានមួយទៀតបាត់មួយហើយនៅមានមួយទៀតដើម្បីឲ្យយើង in touch ជាមួយនឹងគ្នាបានតទៅទៀតណាដើម្បីឲ្យអ្នកទាំងអស់គ្នានិងខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយគ្នាបានរហូតទៅចាសសូមអរគុណខ្ញុំរំខានអ្នកទាំងអស់គ្នាជួយ scan ទៅលើ barcode នៃ Telegram នេះដើម្បីយើងអាចជួបគ្នាបាននៅក្នុង channel Telegram របស់ខ្ញុំតែម្ដងខ្ញុំក៏សូមបញ្ជាក់ជាមួយនឹងអ្នកទាំងអស់គ្នាផងដែរថាបច្ចុប្បន្ននេះគឺខ្ញុំមាន YouTube ចំនួន3ដែលខ្ញុំដាក់ឈ្មោះថា One Tarot Reading ទាំង3ដោយ YouTube ដែលខ្ញុំបង្ហោះវីដេអូនេះគឺមានដាក់ជាភាសាខ្មែរទៀតថា One and B អញ្ចឹងណាប៉ុន្តែ Channel YouTube ដែលខ្ញុំរកលើបានគឺមានតែមួយទេសូមអ្នកទាំងអស់គ្នាកុំភ្លេចទៅជួយ like subscribe នៅ Channel ទាំងពីរផ្សេងទៀតរបស់ខ្ញុំផងដែរមានដាក់រូបខ្ញុំនៅពីលើ Channel តែម្ដងណាជា profile picture តែម្ដងបើសិនជាឲ្យ Channel ណាដែលអត់មានដាក់រូបខ្ញុំបើទោះបីជាមានវីដេអូនៃការថតវាសម្លេងរបស់ខ្ញុំក៏ដោយនោះគឺជា Channel របស់ចៅហើយខ្ញុំពិតជាអរគុណនិងដឹងគុណណាស់ចំពោះអ្នកដែលតែងតែជួយឧបត្ថម្ភខ្ញុំនៅក្នុងការទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចាជួយអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះហើយកន្លងមកអ្នកខ្លះឧបត្ថម្ភខ្ញុំមួយលើកជាពីរលើកក៏ដូចជាច្រើនលើកច្រើនថាផងដែរខ្ញុំពិតជាអរគុណនិងដឹងគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនតែម្ដងអ្នកទាំងអស់គ្នាអាចជួយឧបត្ថម្ភខ្ញុំតាមរយៈ barcode ដោយដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដើម្បីឲ្យខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចាជួយអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះហើយបន្តទៀតសូមអរគុណថ្ងៃដែលខ្ញុំកំពុងតែថតនេះគឺជាថ្ងៃ8មិនិនាទៀតណាមានអំណោយអីចែកឲ្យខ្ញុំខ្លះអត់ទិញទួយក៏បានដែរអរគុណយើងមកតាមដានស្ដាប់ការវារបស់យើងបន្តទៅទៀតចង់ដឹងថាតើពីនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវារបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រៀមខ្លួនទទួលយកដែរឬទេនៅក្នុងពេលឆាប់ខាងមុខនេះស្លឹកវាបានបង្ហាញថាមនុស្សម្នាក់ហ្នឹងគឺគេដូចជាមនុស្សសាធារណជនណាបើថាគេគឺជាមនុស្សល្បីគេអាចជា influencer ជាអ្នកដែលបង្កើតមាតិកានៅតាមបណ្ដាញសង្គមឬក៏គេគឺជាតារាល្បីតែម្ដងមនុស្សម្នាក់ហ្នឹងគឺគេអាចកើតនៅក្នុងឆ្នាំទីស័ក្តិសិទ្ធិគេហៅថាឆ្នាំមមីគេក៏អាចកើតនៅក្នុងឆ្នាំចោះដែលជាធាតុសត្វឆ្កែឬក៏កើតនៅក្នុងឆ្នាំកុរដែលជាធាតុសត្វជ្រូកអ្នកដែលកំពុងតែតាមដានស្ដាប់ការវាអ្នកអាចជាមនុស្សដែលចូលចិត្តនៅក្នុងការចិញ្ចឹមសត្វឬក៏មនុស្សម្នាក់នោះដែលគេចាប់អារម្មណ៍ជាមួយអ្នកនោះគេគឺជាមនុស្សដែលចូលចិត្តសត្វឬក៏អ្នកទាំងពីរគឺជាមនុស្សដែលស្រឡាញ់សត្វដូចគ្នាតែម្ដងណាមនុស្សម្នាក់នោះគឺគេអាចជាមនុស្សដែលមានជំនាញច្បាស់លាស់បែបឯកទេសតែម្ដងណាគេអាចជាវិជ្ជបណ្ឌិតអាចជាសាស្ត្រាចារ្យអាចជាគ្រូបង្រៀនអាចជាអ្នកនិយាយសាធារណៈឬក៏អាចជាដូចនិយាយមុនអញ្ចឹងគឺជា influencer អ្នកមានឥទ្ធិពលតាមបណ្ដាញសង្គមអ្នកខ្លះគេហៅថាវាគ្មិនអញ្ចឹងណាឬក៏គាត់អាចជាអ្នកជំនួញដែលមានមុខរបររកស៊ីផ្ទាល់ខ្លួនសម្រាប់អ្នកខ្លះគេគឺជាមនុស្សដែលធ្វើការនៅក្នុងវិស័យយោធាអាចជាទាហានអាចជាប៉ូលីសចា៎គេអាចជាមនុស្សដែលធ្វើការខាងផ្នែកនយោបាយមនុស្សម្នាក់នោះគេគឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនរបស់គេឬក៏គេជាអ្នកដឹកនាំផ្ទាល់ខ្លួនតែម្ដងបានថាគេអាចជាមេគេបើសិនជាធ្វើការនៅក្នុងក្រុមហ៊ុនឬក៏នៅក្នុងវិស័យណាមួយគឺមេគេហ្មងណាមនុស្សម្នាក់នោះដូចជាបញ្ញាប់នៅក្នុងការចង់ចូលមកក្នុងជីវិតរបស់អ្នកហើយអ្នកដែលកំពុងតែតាមដានស្ដាប់ការវាអ្នកដែលកំពុងតែតាមដានស្ដាប់ការវានេះស្លឹកវាបង្ហាញថាអ្នកនឹងមានតំណែងស្នេហាដែលជាផ្លូវការច្បាស់លាស់មានការទទួលស្គាល់ការដឹងឮស្របច្បាប់តែម្ដងឬក៏សាច់ញាតិសងខាងគឺដឹងឮតែម្ដងនេះមនុស្សម្នាក់នោះគឺគេមកចូលតាមផ្លូវច្បាប់តាមទំនៀមទម្លាប់ប្រពៃណីរបស់អ្នកតែម្ដងគឺគេចាប់អារម្មណ៍អ្នកខ្លាំង
មនុស្សដែលគេនឹងចូលមកក្នុងជីវិតរបស់អ្នកនោះគឺគេអាចមាន zodiac sign ជា Pisces, Cancer ហើយនិង Scorpio នោះក៏អាចជា zodiac sign របស់អ្នកដែលកំពុងតាមដានស្ដាប់ការវិនិច្ឆ័យនេះផងដែរដោយសារតែការវិនិច្ឆ័យវាគឺជាលក្ខណៈត្រឡប់ដូច្នេះអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមរំលងក្នុងនោះក៏មាន zodiac sign ជា Sagittarius ហើយនិង Pisces ផងដែរសម្រាប់អ្នកដែលកំពុងតាមដានស្ដាប់ការវិនិច្ឆ័យមួយចំនួនមនុស្សដែលគេនឹងចូលមកក្នុងជីវិតរបស់អ្នកនោះគឺគេអាចជាមនុស្សថ្មីដែលអ្នកមិនធ្លាប់មានទំនាក់ទំនងជាមួយទេហើយនៅពេលដែលគេចូលមកជួបអ្នកសាងសម្ព័ន្ធភាពជាមួយអ្នកគឺអ្នកនឹងសប្បាយចិត្តដោយសារតែគេចូលមកគឺលក្ខណៈថាស្របច្បាប់ហើយលក្ខណៈថាបើកចំហមិនមែនជាទំនាក់ទំនងដែលលាក់លៀមឬក៏ខុសផ្លូវច្បាប់ខុសសិលធម៌អីទេមនុស្សអ្នកហ្នឹងនៅពេលដែលគេចូលមកតាក់ទងជាមួយអ្នកគឺអ្នកគ្រប់គ្នានៅជុំវិញខ្លួនរបស់មនុស្សអ្នកហ្នឹងបានថាជាសាច់ញាតិបងប្អូនជាមិត្តភក្តិគឺដឹងឮទាំងអស់ថាគេនឹងស្រឡាញ់អ្នកដែលស្ដាប់ការបៀងមនុស្សអ្នកហ្នឹងគឺគេដូចជាមានចំណងនៅក្នុងស្នេហាជាមួយនឹងអ្នកដែលស្ដាប់ការបៀងខ្លាំងដែរបើទោះបីជាគេអត់បានស្គាល់អ្នកដែលស្ដាប់ការបៀននេះច្បាស់ក៏ដោយក៏ប៉ុន្តែគឺអារម្មណ៍ដែលគេមានចំពោះនេះគឺវាជ្រាលជ្រៅជ្រុតជ្រាបទៅក្នុងបេះដូងរបស់គេដែលធ្វើឲ្យគេនេះហ៊ានប្រថុយនៅក្នុងការសាកល្បងជាមួយអ្នកបើទោះបីជាមិនដឹងប្រវត្តិរបស់អ្នកឬក៏ស្គាល់ចិត្តអ្នកមិនសូវច្បាស់យ៉ាងម៉េចក៏ដោយមនុស្សអ្នកនោះគឺគេនឹងសម្ដែងចេញនៅសកម្មភាពដែលខុសពីអត្តចរិតរបស់គេបានថាបើទោះបីជាគេជាអ្នកដឹកនាំទោះបីជាគេជាមេកាយនៅកន្លែងធ្វើការគេអាចនឹងមុតមមតឹងរឹងតឹងតែងអីចឹងណាប៉ុន្តែនៅក្នុងការដែលស្រឡាញ់អ្នកគឺគេនឹងបង្ហាញអំពីចរិតទន់ភ្លន់ក៏ដូចជាតាមលួងអ្នកដែលវាខុសអំពីធាតុពិតជាក់ស្ដែងរបស់គេបានថាគឺគេព្យាយាមសម្របខ្លួនគេឲ្យសមស្របឬក៏ធ្វើខ្លួនគេនេះឲ្យគួរឲ្យស្រឡាញ់សម្រាប់អ្នកដែលស្ដាប់ការបៀនតែម្ដងអានិយាយបានមួយទៀតថាមនុស្សម្នាក់នោះគឺគេនឹងមានការផ្លាស់ប្ដូរពីតំបន់របស់គេកន្លែងនៅរបស់គេមកជួបជាមួយនឹងអ្នកដែលស្ដាប់ការបៀនដែលនោះក៏អាចជាការប្រថុយប្រថានមួយរបស់គេផងដែរក្នុងការមកសាងអនាគតនៅក្នុងទឹកដីកំណើតរបស់អ្នកឬក៏តំបន់របស់អ្នកមនុស្សម្នាក់នោះគឺគេអាចជាសាគេណាអាចជាមនុស្សដែលរស់នៅឆ្ងាយស្រុកឆ្ងាយខេត្តឆ្ងាយប្រទេសជាមួយនឹងអ្នកតែម្ដងគេអាចប្រើភាសាខុសពីភាសារបស់អ្នកដែលស្ដាប់ការបៀននេះទៀតអ្នកដែលស្ដាប់ការបៀនមួយចំនួនគឺអ្នកនឹងបានជួបគេនៅពេលដែលអ្នកមានការធ្វើដំណើរទៅកន្លែងណាមួយអាចជាដំណើរកម្សាន្តឬក៏ជាការផ្លាស់ប្ដូរទីលំនៅផ្លាស់ប្ដូរកន្លែងធ្វើការឬក៏ទស្សនកិច្ចទៅតំបន់ណាមួយអញ្ចឹងណាឲ្យតែមានការធ្វើដំណើរឬអនុញ្ញាតបានមួយទៀតថានៅពេលដែលមនុស្សម្នាក់នោះគឺគេមកជួបជាមួយនឹងអ្នកដែលស្ដាប់ការបៀនគឺគេនឹងនាំអ្នកទៅធ្វើដំណើរកម្សាន្តចាឆ្លងប្រទេសឆ្លងខេត្តឆ្លងក្រុងអីចឹងទៅមនុស្សម្នាក់នោះអាចមាន zodiac sign ជា Aquarius, Aries, Leo មនុស្សម្នាក់ហ្នឹងគេគឺជាមនុស្សដែលឯករាជ្យតែម្ដងណាហើយក៏ជាមនុស្សដែលមានការជឿជាក់ទៅលើខ្លួនគេដែរគេគឺជាមនុស្សដែលមានការជោគជ័យនៅលើជីវិតរបស់គេមិនថាវិស័យការងារឬក៏គ្រប់បែបយ៉ាងនៃជីវិតរបស់គេគឺជាប្រភេទមនុស្សដែលចូលចិត្តសប្បាយអ្នកទាំងពីរអាចនឹងមានពណ៌សម្បុរខុសគ្នាផងដែរសម្រាប់អ្នកខ្លះគឺអាចជាគូស្នេហ៍ម្នាក់សម្នាក់ខ្មៅនិយាយបានមួយទៀតថាសម្រាប់អ្នកដែលស្ដាប់ការបៀនមួយចំនួនអ្នកគឺជាមនុស្សឯករាជ្យដែលខ្លួនឯងនេះគឺរស់នៅដោយពឹងផ្អែកទៅលើសមត្ថភាពក៏ដូចជារកចំណូលហើយនឹងមានភាពច្នៃប្រឌិតនៅក្នុងការរស់នៅជីវិតរបស់អ្នកគឺអ្នកជាមនុស្សបែបសប្បាយដែលតាក់ទាញអារម្មណ៍របស់មនុស្សម្នាក់នឹងដែលជាថ្នាក់ដឹកនាំឬក៏ជាមេឲ្យគេនេះចាប់អារម្មណ៍ទៅលើអ្នកហើយក៏លួចមានចិត្តស្រឡាញ់អ្នកសម្រាប់អ្នកដែលស្ដាប់ការបៀនមួយចំនួនអ្នកបានស្គាល់មនុស្សម្នាក់នោះរួចទៅហើយអ្នកក៏តែងតែរំពឹងឲ្យមនុស្សម្នាក់នោះគេតាក់ទងមកអ្នកដែរមកតើមនុស្សម្នាក់នោះគឺគេពិតជាលងស្រឡាញ់ជាមួយនឹងអ្នកដែលស្ដាប់ការបៀននេះខ្លាំងដែរភាគច្រើនក៏មនុស្សម្នាក់នោះគឺគេមានវ័យចំណាស់ជាងអ្នកដែលស្ដាប់ការបៀនមនុស្សម្នាក់នោះគឺគេអាចថាជាធម្មតាមានតែមនុស្សរត់ទៅរកគេចាបានថាមនុស្សស្រីឬក៏មនុស្សប្រុសតែងតែទាមទារការស្រឡាញ់ឬក៏ការចាប់អារម្មណ៍ពីគេអញ្ចឹងណាប៉ុន្តែសម្រាប់អ្នកដែលស្ដាប់ការបៀននេះវិញអ្នកអត់ខ្វល់ជាមួយនឹងមនុស្សម្នាក់នោះទេអ្នករស់នៅបែបជីវិតរបស់អ្នកសប្បាយតាមអ្វីដែលអ្នកមានដែលអ្នករកដែលអ្នកធ្វើការប្រចាំថ្ងៃអញ្ចឹងទៅណាធ្វើឲ្យមនុស្សម្នាក់នោះគេចាប់អារម្មណ៍លើអ្នកឃើញថាគេមានដែរគេល្អដែរគេជោគជ័យគេសទ្ធិដែរប៉ុន្តែអ្នកដែលស្ដាប់ការបៀននេះដូចជាទុកគេត្រឹមតែជាមនុស្សសាមញ្ញជនដូចអ្នកឬក៏ជាមិនថាអ្នកដែលស្ដាប់ការបៀនជាសាមញ្ញជនអីណាប៉ុន្តែអ្នកប្រៀបដូចថាទុកគេគឺគ្រាន់តែជាមនុស្សធម្មតាអញ្ចឹងមកប្រើអុកស៊ីហ្សែនក្នុងបរិយាកាសតែមួយជាមួយគ្នាអត់មានថាអូអ្នកឯងអ្នកមានអ្នកឯងអ្នកសទ្ធិអ្នកឯងមានឋានៈមានបុណ្យស័ក្តិខ្ញុំត្រូវតែគោរពត្រូវតែខ្លាចត្រូវតែធ្វើត្រាប់តាមឬក៏តាមសម្ដីគេយកចិត្តគេអញ្ចឹងណាគឺអ្នកដែលស្ដាប់ការបៀននេះអត់ធ្វើអញ្ចឹងទេហើយនោះក៏ជាចំណុចដែលធ្វើឲ្យមនុស្សម្នាក់នោះគឺគេចាប់អារម្មណ៍លើអ្នកហើយស្រឡាញ់ចរិតបែបស្មោះត្រង់បែបដែលថាអ្នកគឺជាខ្លួនអ្នកអត់សម្ដែងមនុស្សដែលគេនឹងចូលមកក្នុងជីវិតរបស់អ្នកដែលស្ដាប់ការបៀននេះគេគឺពោពេញទៅដោយការស្រឡាញ់សម្រាប់អ្នកតែម្ដងជោគជាំពេញខ្លួនតែម្ដងណាមិនថាជាការផ្ដាល់ឲ្យជាការផ្គត់ផ្គង់ជាការយកចិត្តឬក៏ជាការលើកដំកើងអ្នកអីទេគឺនៅក្នុងចិត្តរបស់គេអ្នកលេខ1
ស្លឹកបៀបានបង្ហាញថាមនុស្សម្នាក់នោះដែលគេនឹងចូលមកក្នុងជីវិតរបស់អ្នកនោះគេក៏មានខ្សែជីវិតដែលលំបាកច្រើនមកផងដែរបានន័យថាគេគឺឆ្លងកាត់ទុក្ខសោកឆ្លងកាត់ការប្រកួតប្រជែងឆ្លងកាត់បទពិសោធន៍ជីវិតរៀងគួរសមចា៎ឬក៏អនិយាយបានមួយទៀតថាគេបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការតតាំងគ្រប់យ៉ាងទាំងអស់ដើម្បីបានមកជួបអ្នកដែលស្ដាប់ការណ៍នេះមិនថាជាឧបសគ្គផ្លូវឆ្ងាយឬក៏ជាឧបសគ្គនៅក្នុងឋានៈបុណ្យស័ក្តិឬក៏ជាឧបសគ្គជាតិសាសន៍អីទេគឺគេបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការមកសាងជីវិតជាមួយនឹងអ្នកដែលស្ដាប់ការណ៍អ្នកដែលស្ដាប់ការណ៍នេះអ្នកគឺជាប្រភេទមនុស្សដែលមិនងាយនឹងចោះចាញ់នរណាម្នាក់ទេបានថាបើសិនបើអ្នកជារបៀបមនុស្សដែលចង់ឈ្នះចាបើថានេះគឺចូលចិត្តឲ្យគេយកចិត្តអ្នកហ្មងឲ្យគេលន់តួអ្នកឲ្យគេតាមអ្នកបើសិនជាម្នាក់ស្រឡាញ់ម្នាក់នឹងហើយមនុស្សម្នាក់នឹងអត់ធ្វើតាមអ្វីដែលអ្នកចង់បានឬក៏មនុស្សម្នាក់នឹងជំទាស់នៅគោលការណ៍គោលគំនិតរបស់អ្នកនោះគឺអ្នកសុខចិត្តប្រឡែងដៃពីមនុស្សម្នាក់នឹងចាតែទៅពេលអញ្ចឹងមនុស្សម្នាក់នឹងដែលគេជាអ្នកមានឋានៈមានបុណ្យស័ក្តិឬក៏មានងារជាចវាយនេះរបស់គេនឹងជាអ្នកជំនួយជាអីហ្នឹងគឺគេសុខចិត្តលន់តួមកតាមអ្នកដែលស្ដាប់ការណ៍នេះសម្រាប់អ្នកដែលស្ដាប់ការណ៍មួយចំនួនមនុស្សម្នាក់ហ្នឹងគឺអាចជាមនុស្សដែលអ្នកបានស្គាល់រួចទៅហើយដោយនិយាយពីដើមដែរហើយអ្នកទាំងពីរនេះបានឆ្លុះប្រកែកគ្នាឬក៏ផ្ដាច់ទំនាក់ទំនងជាមួយគ្នាហើយទៅអ្នកទាំងពីរក៏ស្ងាត់រៀងខ្លួនទៅប៉ុន្តែមើលទៅមនុស្សម្នាក់ហ្នឹងគឺគេដូចជាបានត្រៀមខ្លួននៅក្នុងការចង់ផ្ញើសារមកអ្នកហើយសម្រាប់អ្នកដែលស្ដាប់ការណ៍មួយចំនួនគឺអ្នកនឹងបានជួបជាមួយនឹងមនុស្សម្នាក់ហ្នឹងជួបជុំគ្នាឡើងវិញនៅក្នុងខែ9ទៅខែ10បន្ទាប់ពីស្ដាប់ការណ៍នេះហើយអ្នកទាំងពីរបើទោះបីជានៅឆ្ងាយពីគ្នាឬក៏មិនមានទំនាក់ទំនងជាមួយគ្នាក៏ប៉ុន្តែចិត្តកាយបេះដូងរបស់អ្នកទាំងពីរនៅដិតដាមជាប់គ្នារហូតដែរនឹងនៅស្រឡាញ់គ្នាសម្រាប់អ្នកដែលស្ដាប់ការណ៍មួយចំនួនមនុស្សដែលគេនឹងចូលមកក្នុងជីវិតរបស់អ្នកគេអាចជាមនុស្សដែលទៅតែលែងលះមិនថាគេជាមនុស្សស្រីឬក៏មនុស្សប្រុសទេហើយគេក៏ចង់មកចាប់ផ្ដើមថ្មីនៅក្នុងជីវិតអាពាហ៍ពិពាហ៍ថ្មីជាមួយនឹងអ្នកដែលស្ដាប់ការណ៍អ្នកដែលស្ដាប់ការណ៍នេះភាគច្រើនណាអ្នកគឺជាមនុស្សដែលនៅលាវដែលមិនមានទំនាក់ទំនងជាមួយអ្នកណាគេហើយអ្នកក៏ជាប្រភេទមនុស្សដែលសប្បាយទៅនឹងជីវិតនៅលាវរបស់អ្នកនឹងផងដែរសម្រាប់អ្នកដែលស្ដាប់ការណ៍មួយចំនួនទៀតគឺមនុស្សម្នាក់ហ្នឹងគឺគេព្យាយាមបង្ហោះសារឬក៏ព្យាយាមញ៉ាយអ្នកដែរអញ្ចឹងណាតាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលស្ដាប់ការណ៍ដែរប៉ុន្តែអ្នកដូចជាបង្ើកន្តើយអ្នកដូចជាអត់បានឆ្លើយតបឬក៏បញ្ចេញសកម្មភាពតបទៅគេវិញទេអញ្ចឹងទៅគឺការដែលបង្ហាញសកម្មភាពដោយប្រយោលឬក៏តាក់ទងអ្នកដោយប្រយោលហ្នឹងវាអត់ន័យអញ្ចឹងទៅគឺធ្វើឲ្យគេនេះសម្រេចចិត្តនៅក្នុងការមកបង្ហាញអារម្មណ៍របស់គេដោយផ្ទាល់ឬក៏សរសេរសារបង្ហោះមកឲ្យអ្នកដោយជាក់ស្ដែងដោយច្បាស់តែម្ដងអ្នកដែលស្ដាប់ការណ៍នេះអ្នកគឺជាប្រភេទមនុស្សដែលពិបាកនៅក្នុងការយល់ចិត្តឬក៏យកចិត្តដែរណាប៉ុន្តែស្លឹកវាបង្ហាញយ៉ាងច្បាស់ថាមនុស្សម្នាក់ហ្នឹងគឺគេលងស្រឡាញ់ជាមួយនឹងអ្នកដែលស្ដាប់ការណ៍នេះហើយគេក៏សម្រេចចិត្តថាគេនឹងជ្រើសរើសយកអ្នកផងដែរដែលជាក្តីស្រឡាញ់ដែលគេត្រូវការមនុស្សម្នាក់ហ្នឹងឬក៏អ្នកដែលស្ដាប់ការណ៍នេះអាចជាមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ដែលជាធាតុសត្វពុះក៏សម្រាប់អ្នកដែលស្ដាប់ការណ៍មួយចំនួនមនុស្សម្នាក់ហ្នឹងគឺគេធ្លាប់លួចលាក់ក្បត់ផិតជាមួយនឹងអ្នកផ្សេងចោលអ្នកដែលស្ដាប់ការណ៍នេះប៉ុន្តែចុងបញ្ចប់គេក៏សម្រេចចិត្តថាគេនឹងច្បាស់លាស់ជាមួយនឹងអ្នកដែលស្ដាប់ការណ៍នេះវិញអាចនិយាយថាដោយសារតែគេគឺជាមនុស្សដែលល្អមនុស្សដែលល្បីមនុស្សដែលលេចធ្លោឬក៏មនុស្សដែលមានឋានៈបុណ្យស័ក្តិអញ្ចឹងតែពេលអញ្ចឹងគេមានជំរឿសច្រើននៅក្នុងជីវិតតើតែគេភ្លក់ជំរឿសរបស់គេនឹងអស់គ្រប់បែបយ៉ាងគ្រប់គ្នាអស់ហើយតើគេជ្រើសរើសថារសជាតិមួយណាដែលគេស្រឡាញ់ចេះអធិស្ឋានគឺចង់បានថាតើគេដឹងថាមនុស្សបែបណាជីវិតបែបណាស្នេហាបែបណាដែលគេចង់បានពិតប្រាកដតើគេយល់ឃើញថាអ្នកដែលស្ដាប់ការណ៍នេះគឺជាជីវិតដែលគេអាចសាងអនាគតជាមួយគ្នាបានហើយអ្នកដែលស្ដាប់ការណ៍នេះក៏ជាប្រភេទមនុស្សដែលមិនត្រដែរបើសិនជាគេក្បត់ហើយគេឃើញអ្នកដទៃល្អជាងអ្នកហើយប្រឡែងទៅចាមនុស្សលើផែនដីមានច្រើនដែរបើសិនជាមិនមែនជាគូយើងទៅបើជាគូយើងក៏នឹងបានជួបគ្នាបើមិនមែនគូគឺបែកចឹងតែប៉ុណ្្នឹងឯងទៅជួបអ្នកថ្មីទៀតចាអ្នកដែលស្ដាប់ការណ៍នេះគឺជាប្រភេទមនុស្សគិតលក្ខណៈថាធូរហើយនោះក៏ជាជំរឿនរបស់អ្នកដែលស្ដាប់ការណ៍នេះដែរថាតើអ្នកជ្រើសរើសយកគេដែរឬអត់ពីព្រោះថាមើលទៅមនុស្សម្នាក់ហ្នឹងគឺគេធ្លាប់ធ្វើឲ្យអ្នកជឿចាប់ដែរដែលគេហៅថាភិកច្រើនគឺក្បត់លួចលាក់នៅពីក្រោយខ្នងប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលមនុស្សម្នាក់នោះគឺគេត្រឡប់មករកអ្នកវិញដោយសារតែមនុស្សម្នាក់នោះគឺគេលងស្រឡាញ់អ្នកស្ទើរតែធ្វើឲ្យអ្នកដែលស្ដាប់ការណ៍នេះអត់ជឿហ្មងថាមនុស្សក្បត់មនុស្សសាវ៉ាមនុស្សបោកប្រាស់ចេះស្រឡាញ់អ្នកដែរឬក៏និយាយបានមួយទៀតថាអ្នកដែលស្ដាប់ការណ៍នេះនឹងមានការភ្ញាក់ផ្អើលដោយសារតែមានមនុស្សថ្មីចាអាចជាមិនមែនជាមនុស្សពីអតីតទេប៉ុន្តែគឺជាមនុស្សថ្មីដែលគេនឹងចូលមកបែបថារហ័សរហ័ននៅក្នុងការសាងជីវិតគូជាមួយនឹងអ្នកតែម្ដងណាគ្រាន់តែជួបគ្នាស្គាល់គ្នាបានមួយខែអីចឹងភ្ជាប់ពាក្យរៀបការឬក៏មួយខែអីចឹងបបួលគ្នាទៅរស់នៅក្រៅដំបូលផ្ទះតែមួយជាមួយគ្នាចង់សាងគ្រួសារមានកូនជាមួយគ្នាអីចឹងទៅមើលទៅអ្នកដែលស្ដាប់ការណ៍នេះអ្នកនឹងទទួលបានសេចក្តីស្នេហាដែលមកព្យាបាលរបួសផ្លូវចិត្តរបស់អ្នកដែលស្នេហាដែលអ្នកនឹងទទួលបាននៅក្នុងពេលខាងមុខនេះគឺជាប្រភេទស្នេហាដែលមកជំនួសឲ្យស្នេហាចាស់ក៏ថាបានផងដែរ
ឬក៏ជាសេចក្តីស្នេហាដែលធ្វើឲ្យបេះដូងរបស់អ្នកស្ដាប់ការបេនេះទទួលអារម្មណ៍ថាខ្លួនឯងនេះទទួលបានការស្រឡាញ់មួយដែលពិតប្រាកដឬក៏ខ្លួនឯងនេះមានគ្រួសារបែបថាសុភមង្គលនឹងគេនេះគឺជាដំណឹងល្អក៏ដូចជា happy ending សម្រាប់អ្នកដែលស្ដាប់ការបេនេះផងដែរខ្ញុំសូមចូលរួមអបអរសាទរផងដែរនេះគឺជាទីបញ្ចប់សម្រាប់ការអាននៅក្នុងពេលនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការអានរបស់ខ្ញុំសូមកុំភ្លេចជួយ like subscribe និង share channel របស់ខ្ញុំអ្នកមួយផងដែរក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាការទូទាញនេះត្រូវជាមួយនឹងអ្នកទាំងអស់គ្នាបានប្រមាណភាគរយដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជាមួយគ្នាផងដែរសូមអ្នកទាំងអស់គ្នាកុំភ្លេចទៅជួយ subscribe channel ថ្មីៗរបស់ខ្ញុំដែលខ្ញុំមានដាក់ឈ្មោះថា Wawan Tara Reading ហើយមានដាក់រូបភាពរបស់ខ្ញុំនៅលើ profile channel នោះផងដែរដើម្បីឲ្យយើងបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានជារៀងរហូតចឹងណាហើយនេះគឺជា channel Telegram របស់ខ្ញុំសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ scan ដើម្បីយើងទៅជួបគ្នានៅក្នុង channel Telegram នេះផងដែរនៅទីនោះគឺខ្ញុំបានបង្ហោះវីដេអូនៃការទូទាញដែលចៅបានលួចពីខ្ញុំទៅក៏ដូចជាវីដេអូនៃការទូទាញថ្មីៗដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទស្សនាបានដោយមិនមានការផ្សាយពាណិជ្ជកម្មលើនោះផងដែរអ្នកទាំងអស់គ្នាអាចជួយឧបត្ថម្ភខ្ញុំតាមរយៈ barcode ដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដើម្បីឲ្យខ្ញុំអាចតែកាត់ទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហោហែបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយ